ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទត្រឡប់មកជួបលោកគ្រូម្ដងទៀតហើយនៅថ្ងៃច័ន្ទនេះតើបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេអរគុណព្រះអង្គទានទាំងសុវត្ថិភាពនិងសុខភាពរបស់កូនបណ្ដាថ្នាក់រៀននោះដែរចឹងថ្ងៃនេះយើងជួបគ្នានៅមុខវិជ្ជាភាសាខ្មែរបាទអញ្ចឹងយើងចូលទៅកាន់មេរៀនពីយើងតែម្ដងទៅបាទយើងរៀនអំពីមេរៀនទី30របស់និងផ្នែកតកតងនៃរបស់អញ្ចឹងយើងចូលមកដល់មេរៀនទី30នេះប៉ុន្តែគោលបំណងរបស់គ្រូសំខាន់គឺរៀនតែ2ទេគឺចង់ឲ្យកូនស្គាល់ទី1កន្សោមនាមប្រធាននិងទី2កូនស្គាល់កន្សោមកិរិយាអញ្ចឹងគោលបំណងរបស់គ្រូគឺចង់ឲ្យកូនស្គាល់ហើយបែងចែកតើមួយណាជាកន្សោមនាមប្រធានហើយមួយណាជាកន្សោមកិរិយាដើម្បីកូនអាចបែងចែកបានតើតើកូនស្គាល់សិនថាអ្វីជាកន្សោមនាមហើយអ្វីជាកន្សោមកិរិយាអញ្ចឹងយើងទៅមើលកន្សោមនាមជាមួយគ្នាកន្សោមនាមគឺជាអ្វីដែលគេលើកយកមកនិយាយអញ្ចឹងកន្សោមនាមគឺជាអ្វីដែលគេលើកយកមកនិយាយហើយវាដើរតួជាប្រធានអញ្ចឹងអាហ្នឹងហើយគឺជាកន្សោមប្រធានអញ្ចឹងកន្សោមប្រធានវាមានលើសពីមួយពាក្យអញ្ចឹងវាអាចមានច្រើនពាក្យហើយវាដើរតួជាប្រធានដែលគេលើកយកមកនិយាយឯកន្សោមកិរិយាវិញកន្សោមកិរិយាគឺជាការនិយាយអំពីសកម្មភាពឬអំពើរបស់កន្សោមនាមប្រធានអញ្ចឹងគឺជាការនិយាយរបស់ប្រធានឬក៏កន្សោមប្រធានឬក៏ជាសកម្មភាពរបស់កន្សោមប្រធានអញ្ចឹងគូមាន3ល្បះនេះដែលឧទាហរណ៍ឲ្យកូនមើលអញ្ចឹងឧទាហរណ៍ទី1ខ្ញុំរស់នៅតំបន់ភ្នំកូនមើលតើល្បះមួយហ្នឹងមួយណាដែលដើរតួជាកន្សោមប្រធានហើយមួយណាដែលជាកន្សោមកិរិយាអញ្ចឹងគ្រូឧទាហរណ៍ឲ្យមួយដើម្បីឲ្យកូនយល់កូនមើលពាក្យថាខ្ញុំនេះតើគឺជាអ្វីដែលគេលើកយកមកនិយាយអត់បាទខ្ញុំគឺជាអ្វីដែលគេលើកយកមកនិយាយហើយវាដើរតួជាប្រធានដូច្នេះវាជាកន្សោមប្រធានអញ្ចឹងអាកន្លែងហ្នឹងវាគឺជាកន្សោមប្រធានហើយរស់នៅតំបន់ភ្នំរស់នៅកូនមើលពាក្យថារស់នៅថ្នាក់ពាក្យជាអីថ្នាក់ពាក្យជាកិរិយាអញ្ចឹងវាជាសកម្មភាពឬក៏ជាវាជាសកម្មភាពរបស់នេះជាសកម្មភាពរបស់កន្សោមប្រធាននេះកន្សោមប្រធានហ្នឹងគឺពាក្យថាខ្ញុំនឹងឯងអញ្ចឹងវាជាសកម្មភាពវាជាសកម្មភាពដែលប្រធាននឹងធ្វើអំពើឯងឃើញទេអញ្ចឹងខ្ញុំរស់នៅអញ្ចឹងពេលណាគេអ្នករស់នៅគឺខ្ញុំអញ្ចឹងខ្ញុំនឹងឯងដែលបង្ហាញអំពីប្រធានដែលធ្វើអំពើឬក៏សកម្មភាពរស់នៅតំបន់ភ្នំហ្នឹងអញ្ចឹងធ្វើឲ្យអាពាក្យចាប់ពីរស់នៅតំបន់ភ្នំហ្នឹងគឺជាកន្សោមកិរិយាអញ្ចឹងកូនមើលល្បះទី2អញ្ចឹងកូនអាចនឹងគិតបន្តិចទៅគ្រូនឹងប្រាប់ចម្លើយតាមក្រោយទី2កសិករជួដីដាំដំឡូងកូនមើលតើមួយណាដែលគេលើកយកមកនិយាយហើយវាដើរតួជាប្រធានបាទល្អណាស់គឺពាក្យថាកសិករដើរតួជាប្រធានអញ្ចឹងកសិករដើរតួជាប្រធានអញ្ចឹងវាជាកន្សោមប្រធានអត់បាទវាក៏ជាកន្សោមប្រធានដែរទោះបីជាវាមានតែមួយពាក្យក៏ដោយបើមានច្រើនពាក្យក៏យកដែរព្រោះកន្សោមគឺពាក្យច្រើនអញ្ចឹងយើងអាចយកពាក្យច្រើនទោះបីមានតែពាក្យក៏យកពីរពាក្យក៏យកដែរឲ្យតែវាជាកន្សោមហើយយើងមើលទៅបន្ទាប់ពាក្យថាជួថ្នាក់ពាក្យជាអីជាកិរិយាចានេះដើរតួជាប្រធានបានទៅនេះកន្សោមគ្រូដាក់កនេះគឺកន្សោមប្រធានកសិករអានេះកន្សោមប្រធានរស់នៅនេះជាថ្នាក់ពេជ្ជកិរិយានេះជួកិរិយាអញ្ចឹងសកម្មភាពឬការនិយាយអំពីរបស់ប្រធាន
ខាងក្រោយនេះស្ថិតតែជាកន្សោមកិរិយាទាំងអស់ចឹងដំបូងកូនត្រូវស្វែងរកកន្សោមនាមឲ្យឃើញទើបកូនអាចស្វែងរកកន្សោមកិរិយាឃើញតាឥឡូវល្បះទី3កូនរកមើលតើពាក្យមួយណាដែលជាកន្សោមប្រធានកន្សោមនាមប្រធានហើយពាក្យមួយណាជាកន្សោមកិរិយាបាទល្អណាស់គឺពាក្យថាគ្រួសារអស់នៅអត់ទេគឺនៅពូសុកទៀតអញ្ចឹងយើងអាចយកច្រើនឲ្យតែវាដើរតួជាប្រធានគ្រួសារពូសុកជាកន្សោមប្រធានព្រោះវាមានពាក្យ2បូកបញ្ចូលគ្នានាម2បូកចូលគ្នាហើយដើរតួជាប្រធានដូចគ្នាអញ្ចឹងអាហ្នឹងហើយដែលហៅថាកន្សោមប្រធានមួយពាក្យក៏យកពីរពាក្យក៏យកដែរឬក៏3ពាក្យក៏យកដែរ4ពាក្យក៏យកដែរឲ្យតែវាបង្ហាញអំពីប្រធានអញ្ចឹងកូនមើលគ្រួសារពូសុកដើរតួជាប្រធានហើយដើរតួជាប្រធានហ្នឹងវាគឺជាកន្សោមនាមប្រធាននឹងឯងមើលពាក្យដាំជាពាក្យអីកិរិយាអញ្ចឹងដាំជាកិរិយាហើយបង្ហាញអំពីសកម្មភាពរបស់ប្រធាននេះគ្រួសារពូសុកនឹងធ្វើអីគ្រួសារពូសុកហ្នឹងគឺដាំសណ្តែកដីនៅពេលទឹកស្រកអញ្ចឹងអានេះគឺជាសកម្មភាពរបស់កន្សោមប្រធានចឹងអានេះគឺជាកន្សោមកិរិយាបន្ទាប់ពីដាំមកក៏តែជាកន្សោមកិរិយាទាំងអស់ចឹងកូនសូមចម្លងដាក់ប្រអប់បែបនេះកន្សោមប្រធានកូនដាក់ប្រអប់តែកន្សោមប្រធានមកហើយកន្សោមកិរិយាកូនដាក់តែកន្សោមកិរិយាមកបន្ទាប់ពីកិរិយាហ្នឹងសុទ្ធតែជាសកម្មភាពរបស់កន្សោមប្រធានហើយវាដើរតួជាកន្សោមកិរិយាហ្នឹងឯងអញ្ចឹងកូនដាក់ឲ្យស្អាតដូចគ្រូចឹងបាទវីដេអូរបស់លោកគ្រូមានតែប៉ុណ្្នឹងទេហើយសូមឲ្យកូនត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាពអរគុណសូមអរគុណ